ដំណោះស្រាយត្រឹមត្រូវជាស្ថាពរគំរូរបស់យើងគឺលោកមហាត្មាហ្គាណ្ឌីលោកមហាត្មាហ្គាណ្ឌីកាលប្រមាណ60-70 ឆ្នាំមុនគឺលោកបានទាមទារឯករាជ្យជូនប្រទេសឥណ្ឌាពីប្រទេសចក្រភពអង់គ្លេសគឺចក្រភពអង់គ្លេសគឺមានកម្លាំងទ័ពគឺមានអាវុធគឺគេគៀបសង្កត់ប្រទេសឥណ្ឌាប្រជាពលរដ្ឋឥណ្ឌាកាលពីសម័យនោះមានប្រមាណ400លាននាក់ឥឡូវនេះឥណ្ឌាមានជាង1000លានប៉ុន្តែ400លាននាក់ក៏ច្រើនដែរ លោកមហាត្មាហ្គាណ្ឌីលោកប្រមូលប្រជានេះថាឥឡូវយើងប្រឆាំងពួកអាណានិគមនិយមអង់គ្លេសបណ្ដេញពួកអាណានិគមនិយមអង់គ្លេសចេញពីប្រទេសឥណ្ឌាឲ្យប្រទេសឥណ្ឌាបានឯករាជ្យដូច្នេះគឺការតស៊ូរបស់លោកមហាត្មាហ្គាណ្ឌីគឺដោយសន្តិវិធីគឺធ្វើបាតកម្មដោយសន្តិវិធីគឺណែនាំជនជាតិឥណ្ឌាទាំងអស់កុំសហការជាមួយអាជ្ញាធរអាណានិគមនិយមអង់គ្លេសកុំបងពុនមន្ត្រីដែលបម្រើចក្រភពអង់គ្លេសនិងអាណានិគមនិយមអង់គ្លេសកុំទៅធ្វើការដូច្នេះធ្វើឲ្យស្ថានភាពស្ទះគៀងតែដោយសន្តិវិធីហើយពីបញ្ចប់ប្រទេសឥណ្ឌាទទួលបានឯករាជ្យពិតប្រាកដ 100% ជាស្ថាពរយើងមិនដឹងដែរបងប្អូនជនជាតិខ្មែរទាំងអស់ធ្វើជាគំរូបើគេមិនព្រមផ្ដល់យុត្តិធម៌ឲ្យយើងមិនផ្ដល់សេរីភាពឲ្យយើងមិនគោរពឆន្ទៈរបស់យើងគឺយើងធ្វើឲ្យដំណើរការអាជ្ញាធរអយុត្តិធម៌ធ្វើបាបរាជគឺស្ទះមិនអាចដំណើរការទៅមុខគឺមិនអាចមានជីវិតយូរទេរបស់នេះត្រូវតែដួលរលំដោយខ្លួនឯងអញ្ចឹងហើយបានសូមជម្រាបបងប្អូនថាទឹកចិត្តប្រជាជនខ្មែរខ្លាំងណាស់ខ្ញុំចូលរួមក្នុងការបោះឆ្នោតទី5ហើយលើនេះតាំងពីសម័យអ៊ុនតាក់អង្គការសហប្រជាជាតិកាលមកពីឆ្នាំ1992-93ឥឡូវនេះខ្លាំងជាងសម័យអង្គការសហប្រជាជាតិទៀតបងប្អូនមិនដែលឃើញទេចរន្តកម្លាំងមហាជននេះធំដូចប្រៀបធៀបដូចរលកយក្សបងប្អូននៅដែលលីសូពាក្យស៊ូណាមីគឺជារលកយក្សមួយធំហើយកម្លាំងប្រជាជនខ្មែរដូចជារលកយក្សធំប៉ុន្តែមិនមែនទឹកសមុទ្រទេគឺទឹកបឹងគឺធំណាស់បងប្អូនគឺមកបោកធ្វើឲ្យពួកជនផ្ដាច់ការលិចលង់សាបសូន្យជាស្ថាពរបងប្អូនមើលអ្នកខ្លះគេថាអូប្រជាពលរដ្ឋខ្មែរឃើញណាថាខាងគេគេសង្ឃឹមគេថាទុកឲ្យយូរទៅឈប់មានតបាឈប់ចង់បានសេរីភាពឈប់ចង់បានយុត្តិធម៌ឲ្យគេជីជាន់ដូចមុនទៅជាទម្លាប់ធម្មតាសម្រាប់ពលជនប្រជាការអត់ទេយើងអត់ភ្លេចទេយើងអត់សុខចិត្តទេយើងទៀមទាតបាតតែសម្រេចបានទេបងប្អូនមើលបោះឆ្នោតមកខែហើយឃើញទឹកចិត្តបងប្អូនផងដូចថ្ងៃបោះឆ្នោតអញ្ចឹងអត់ចិត្តមើលបញ្ចុះនៅទីនេះប្រជាធិបតេយ្យមនុស្សច្រើនជាងមុនទៀតខ្ញុំឆ្លងឈ្មោះយ៉ាងបានឃើញផ្ដាច់ទៅផ្នែកសឹកតែប្រជាពលរដ្ឋចូលរួមគ្រប់គ្រងសង្គ្រោះជាតិហើយសុំបីមើលទៅក្នុងដើមឈើខ្ញុំឃើញកំណត់ទៅថាស្អីខ្ញុំស្មានតែខ្ញុំស្មានតែឆ្អែតខ្ញុំស្មានតែឆ្មាមិនមែនទេមើលទៅមនុស្សអត់